Group Jimisu, Group Jesus Day ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះvừaត្រឡប់មកជួប admin សាជាថ្មីអញ្ចឹងថ្ងៃនេះក៏មិនខុសពីយប់សប្តាហ៍ដែរបងប្អូនគឺថ្ងៃនេះគឺ admin មានសាច់រឿងមួយហើយសាច់រឿងនេះគឺជាសាច់រឿងរបស់បងផល្លាណាហើយគាត់និយាយចំទៅគាត់ថាមិនទៅធ្វើទេរឿងសាច់រឿងទាំងអស់ហ្នឹងណាក៏បញ្ចែកម្លែកគាត់ថាគិតសពយកប្តីក្មេងៗណាព្រោះសារប្តីគាត់អាយុក្មេងជាងគាត់បងប្អូនអញ្ចឹងដល់ពេលដែលគាត់រៀបការហើយបងប្អូនហើយពេលដែលរៀបការហើយហ្នឹងបងប្អូននឹងមិនអត់បងប្អូនបានជាចំណងជើងមកពេលដែល admin ដាក់អញ្ចឹងណាបងប្អូនបើសិនជាសាច់រឿងមួយនេះបងប្អូនស្ដាប់ទៅលក្ខណៈថាយើងកំពុងតែពិបាកចិត្តគិតច្រើនអីចឹងណាខ្ញុំជឿជាក់ថាសាច់រឿងមួយនេះបងប្អូននឹងរីករាយហើយជាពិសេសបងដែលកំពុងតែខឹងប្រពន្ធខឹងប្តីនេះតោះយើងតាមដានសាច់រឿងនេះពេញទាំងអស់គ្នាថាធ្វើម៉េចដើម្បីឲ្យប្តីប្រពន្ធយើងមានសុភមង្គលហើយជាពិសេសមួយទៀតគឺបងដែលទើបតែចង់បាន baby ឬក៏ចង់បានកូនអីតោះយើងតាមដានរឿងនេះទាំងអស់គ្នាដើម្បីឲ្យយើងបានសើចសប្បាយទាំងអស់គ្នាបងប្អូនប៉ុន្តែមុននឹងចូលសាច់រឿងក៏ admin សូមអធិស្ឋានទុកជាមុនដោយសារតែសាច់រឿងនេះ admin ចាត់ទុកថាជាសាច់រឿងមួយដែលអាចឲ្យយើងសប្បាយស្ដាប់ហើយសប្បាយរីករាយអញ្ចឹងណាដើម្បីយើងកុំកាត់ទុកច្រើនពេកដោយសារសាច់រឿងនេះបងផល្លាគាត់បានចែកម្លែករបស់គាត់ហើយក៏ជាសាច់រឿងរបស់គាត់អញ្ចឹងរឿងបងផល្លាបើសិនជានិយាយទៅគាត់អាយុ30ក្រាស់បងប្អូន30ក្រាស់ហើយប្តីរបស់គាត់ទើបតែ19ឆ្នាំនេះហើយប្តីរបស់គាត់ហ្នឹងមិនមែនជាអ្នកឆ្ងាយពីក្នុងភូមិរបស់គាត់ទេគឺនៅក្បែរផ្ទះនេះហ្នឹងអាចនិយាយថាម្លងមួយផ្ទះពីរផ្ទះបីផ្ទះចឹងទៅនេះគឺជាសាច់រឿងរបស់គាត់បងប្អូនមើលច្បាស់ទេខ្ញុំបានកត់ចំនួនពោះណាហើយគាត់បាន2រឿងហើយខ្ញុំក៏ចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងប្តីប្រពន្ធរបស់គាត់ប្តីគឺម្លង2-3ផ្ទះគ្នាទេតើឥឡូវយើងចូលសាច់រឿងលម្អិតទាំងអស់គ្នាមុននឹងចូលសាច់រឿងក៏សូមចិត្តពុកម៉ែបងប្អូនហើយក៏មិនជឿថាបងប្អូនចិត្តកំណាញ់ដែរកុំភ្លេចចូលចុចជាសញ្ញាកណ្ដឹងប្អូនម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតណាអញ្ចឹងខ្ញុំនឹងនិយាយដំណើរតាមតងហេតុអីបានជាយកប្តីនៅក្បែរផ្ទះហើយហេតុអីបានពេលដែលថ្ងៃសំតនេហ្នឹងគាត់គិតតែសើចគិតតែសប្បាយអីចឹងណាលើពីផាគាត់អៀនអីចឹងបងប្អូនហើយអៀនហើយសើចទៀតហើយសើចទាំងពេលខ្លះគាត់ថាទាំងកណ្ដាលយប់គាត់មានដែរបងប្អូនសើចឡើងសើចសប្បាយគាត់ថាឡើងដល់ថ្នាក់ឪពុកក្មេករបស់គាត់ឪពុករបស់គាត់ហ្នឹងឬក៏ម្ដាយរបស់គាត់ឆ្ងល់ថាហេតុអីបានជាកូនភាសារបស់គាត់គិតតែសើចអញ្ចឹងបងប្អូនអញ្ចឹងគាត់ថាគេថាគ្រូសារីករាយគាត់ថាបានគ្រូសាអស់សម្លេងគាត់ថាបានហើយបងប្អូនគាត់ថានិយាយទៅបងប្អូនហើយឲ្យរដ្ឋាដំណើរទៅហើយរឿងនេះខ្ញុំនឹងនិយាយតាំងពីដំបូងមកម្លេះបងប្អូនកុំឲ្យបងប្អូនឆ្ងល់ណាអញ្ចឹងរឿងរ៉ាវមួយនេះគឺបងផល្លាដើរដំណើរដើមតងរបស់គាត់ហ្នឹងគឺគាត់មិនមែននៅស្រុកខ្មែរទេបងប្អូនពេលដែលបងផល្លាគាត់ធំនឹងក្តីគាត់បានបម្រើការងារណាគឺនៅអូស្ត្រាលីហើយគាត់និយាយត្រង់គាត់ថាគាត់ក្នុងនាមជាអូស្ត្រាលីឬក៏គេហៅថាយុវជនក្រៅស្រុកបងប្អូនតែធ្វើក្រៅស្រុកមិនមែនជាអ្នកធំដុំអីទេហើយគាត់ធ្វើជាអ្នកអនាម័យនៅអូស្ត្រាលីហើយគាត់ទៅធ្វើការនៅអូស្ត្រាលីអ្នកអនាម័យហ្នឹងទៅតាមបងប្អូនរបស់គាត់ទេលក្ខណៈមីងរបស់គាត់នៅអូស្ត្រាលីចឹងទៅហើយគាត់ក៏អត់បានរៀនដែរព្រោះថាក្នុងឆ្នាំ2018ហ្នឹងពេលដែលគាត់ចេញទៅមុនហ្នឹងគាត់មិនសូវបានរៀនប្រហែលទេដោយសារតែគ្រួសាររបស់គាត់ហ្នឹងគឺពិបាកលុយកាក់ក៏មិនសូវមានហើយម្ដាយរបស់គាត់ហ្នឹងក៏គាត់ថាវានិយាយចំគឺអត់មានការងារធ្វើបងប្អូនឪពុករបស់គាត់ធ្វើជាងសំណង់ហើយគាត់ជាអ្នកទេសការទេអញ្ចឹងគាត់អត់មានលុយមានកាក់ទេហើយបងផល្លាគាត់ជាកូនច្បងទៀតកូនច្បងអញ្ចឹងគាត់ក៏សម្រេចចិត្តថាទៅរកលុយនៅក្រៅស្រុកទៅគឺទៅជាមួយមីងរបស់គាត់ណាមីងរបស់គាត់លក្ខណៈគាត់ទៅនៅស្រុកអូស្ត្រាលីតាំងពីនៅតូចតែគេហៅសម័យប៉ុលពតអីចឹងបងប្អូនអញ្ចឹងគាត់ក៏មានសញ្ជាតិនៅអូស្ត្រាលីហើយគាត់ក៏បានធានាបងផល្លាហ្នឹងគឺទៅអូស្ត្រាលីហ្នឹង
ហើយពេលដែលធានាហ្នឹងបងប៉ុន្លាគាត់និយាយមករៀងសើចដែរមិនមែនទៅថាគាត់ទេណាបងប្អូនប៉ុន្តែនេះគ្រាន់ជាការចែកម្លែករបស់គាត់ផ្ទាល់គាត់ថាមីងរបស់គាត់ណាបានទៅថារៀបចំតាំងពីកៅអៅប្រហុកលុយកាក់ទនុយខ្សែក្រវ៉ាត់គាត់ថាគាត់ទៅណាគាត់ទិញតាំងពីស្បែកជើងកវែងអាត្រឹមជង្គង់ណាបងប្អូនវាដូចតារាអញ្ចឹងណាគាត់ថាឡើងយន្តហោះទៅឡើងយន្តហោះហ្នឹងគាត់ក៏បានលាដឹកម៉ាតូរីសដើម្បីឡើងយន្តហោះលាដំណើរគាត់ឡើងទៅអូស្ត្រាលីនៅពេលដែលមីងគាត់ទៅដល់អូស្ត្រាលីមីងគាត់ក៏ទទួលម្នាក់ឯងគាត់ពូថ្លៃគឺអត់ទៅទេដោយសារតែគាត់ចប់ធ្វើការអញ្ចឹងហើយគាត់ទៅដល់អូស្ត្រាលីហ្នឹងខ្ទង់ប្រហែលជាម៉ោង7ល្ងាចឬក៏គេហៅ7យប់បងប្អូនគាត់ថាមីងគាត់ទទួលម្នាក់ឯងពេលដែលទទួលហើយហ្នឹងមីងគាត់ក៏បានហៅឡើងជិះតាក់ស៊ីទៅផ្ទះគាត់ហ្នឹងគឺប្រហែលជាកន្លះម៉ោងទៀតនៅអូស្ត្រាលីហ្នឹងហើយគេហៅម្ដុំខ្ញុំអត់សូវចេះអានអង់គ្លេសបងប្អូនខ្ញុំសុំមិនបញ្ជាក់ថានៅកន្លែងណាណាព្រោះសារខ្ញុំអត់ចេះអានអង់គ្លេសទេអញ្ចឹងពេលដែលមីងរបស់គាត់បានយកទៅគាត់ណាអញ្ចឹងមីងរបស់គាត់ហ្នឹងក៏ឲ្យសម្រាប់2ថ្ងៃសិនទៅចាំពេលចូលធ្វើការគាត់នឹងនាំទៅកន្លែងការងារមួយកន្លែងណាហើយការងារហ្នឹងគាត់ថាអញ្ចឹងការងារនេះគឺមីងរកតម្រូវចិត្តមួយឯងតែម្ដងឲ្យត្រូវនឹងមួយឯងការងាររងថ្ងៃហ្នឹងតែម្ដងបងប្អូនហើយធម្មតាណាប្រើបាច់ចាំតចេះបាច់អីទេវាចាប់បន្តិចចាប់គាត់ណាគេនិយាយភាសាអង់គ្លេសហើយយើងមួយឯងប្រហែលជាមិនទាន់ចេះទេមើលទៅអញ្ចឹងមីងនឹងនាំទៅការងារមួយដែលមួយឯងដាក់ទៅនឹងចេះមកការងារមួយហ្នឹងអញ្ចឹងក៏តអត់ទាន់ប្រាប់អីទេបងប្អូនហើយពេលនិយាយអញ្ចឹងមើលទៅប្រហែលជាមីងមកគាត់គិតថាគាត់ជាមនុស្សម្នាក់ដែលអាចចូលចិត្តនិយាយលេងសើចច្រើននិយាយច្រើនអីអញ្ចឹងណាបងប្អូនអញ្ចឹងគាត់ក៏នាំទៅកន្លែងការងារមួយព្រោះសារទៅដំបូងគេមានកសិដ្ឋានមួយបងប្អូនហើយពេលដែលពេលប្រាប់អញ្ចឹងមីងប្រកាសអត់មានប្រហែលថានៅកន្លែងណាទេមីងគាត់ថានៅក្នុងកសិដ្ឋានមួយអញ្ចឹងចាំក្មួយឲ្យទៅស្អែកពេលផឹកឬក៏អាស្រ័យពេលផឹកមីងនឹងជូនទៅផ្ទាល់តែម្ដងព្រោះសារថាកសិដ្ឋានមួយហ្នឹងគឺហើយជាមិត្តភ័ក្តិរបស់គាត់មេណាមេធំគឺមិត្តភក្តិរបស់គាត់អញ្ចឹងពេលដែលគាត់ទៅទៅបងប្អូនហើយគាត់ថាធ្លាប់តែនៅស្រុកខ្មែរណាមានស្បែកជើងប៉ាតាខោរឹបកបួយណារឹបបន្តិចអាវយឺតបន្តិចទៅគាត់អាចចូលទៅគឺអែមណាពេលដែលគាត់ទៅហើយមីងគាត់អត់ប្រាប់ទេបងប្អូនលក្ខណៈមីងគាត់ចង់ surprise គាត់ណាពេលដែលគាត់ទៅដល់កន្លែងការងារមួយហ្នឹងពេលដែលចូលទៅដល់ហ្នឹងដឹងចូលកន្លែងអីបងប្អូនគឺចូលកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកកសិដ្ឋានចិញ្ចឹមជ្រូកពេលហ្នឹងបងផល្លាគាត់ទៅអត់តាយដែរគាត់ថាប្រហែលជាមានកន្លែង office គេមើលទៅព្រោះសារមានអាគារមួយវែងមួយទៀតដែលអាចនិយាយថាកន្លែងគេផ្លាស់សម្លៀកបំពាក់អញ្ចឹងទៅម៉ោងការងារណាអញ្ចឹងបងផល្លាក៏ចុះទៅហើយដើរចិត្តដល់កន្លែងផ្លាស់កៅអៅមីងរបស់គាត់ក៏បានសួរថាមិនដែរក្មួយនេះជាកន្លែងការងាររបស់ក្មួយណាភ្ញាក់ផ្អើលអត់ពេលអញ្ចឹងទៅបងផល្លាគាត់ថាបើសិនជាចូលការងារកន្លែងហ្នឹងប្រហែលជាអាចល្អសម្រាប់គាត់ព្រោះសារគាត់អត់សូវចេះភាសាខ្មែរអក្សរខ្មែរខ្ញុំមិនថានេះទេក៏គាត់អត់បានរៀនណាបងប្អូនអញ្ចឹងគាត់និយាយទៅគឺជីវិតយើងអត់បានរៀនណាវាមិនស្រួលទេមែនទេបងប្អូនអញ្ចឹងចោលយើងខំប្រឹងអញ្ចឹងមីងគាត់ថាឥឡូវក្មួយឯងចូលកន្លែងការងារហ្នឹងសិនមួយរយៈសិនឲ្យស្ទមនឹងគេថាអាកាសធាតុណាអញ្ចឹងវាស្រុកខ្មែរយើងអាកាសធាតុផ្សេងនៅអូស្ត្រាលីគឺអាកាសធាតុផ្សេងអញ្ចឹងទៅអញ្ចឹងគាត់ថាតើតាយើងស៊ាំពីអាកាសធាតុសិនអញ្ចឹងក្មួយឯងនៅជាមួយនឹងជ្រូកសិនទៅនៅមួយជ្រូកឲ្យបងប្អូនហើយបងផល្លាណាគាត់ថាជីវិតគាត់នៅខ្មែរម៉ែចិញ្ចឹមជ្រូកដល់អូស្ត្រាលីមីងនាំហៅទៅគេចិញ្ចឹមជ្រូកទៀតអញ្ចឹងគាត់ក៏ចូលកន្លែងចិញ្ចឹមជ្រូកហ្នឹងទៅហើយការងាររបស់គាត់គាត់ថាល្អធ្វើបានដោយសារអីគាត់ស្ទាំនឹងអាការលត់ដំជាមួយនៅខ្មែរយើងណានៅខ្មែរយើងហ្នឹងគឺគាត់ចិញ្ចឹមជ្រូកហើយអញ្ចឹងគាត់មកដល់អូស្ត្រាលីចិញ្ចឹមជ្រូកបន្តទៀតក៏មិនអីដែរអញ្ចឹងពេលហ្នឹងគឺបងផល្លាចិញ្ចឹមជ្រូកនៅកន្លែងកសិដ្ឋាននៅអូស្ត្រាលីហ្នឹងគឺ1ឆ្នាំនៅ1ឆ្នាំនៅពេលដែលគាត់ធ្វើការអញ្ចឹងហើយគាត់ថាគាត់នឹងខ្ទង់អាយុឡើងដូចជា26បងប្អូន26ហើយអញ្
ចឹងអាយុវាកាន់តែកើនឡើងចាស់ទៅបងប្អូនហើយក្មេងវាកាន់តែធំឡើងប៉ុន្តែអាយើងគឺកាន់តែចាស់វិញហើយមនុស្សស្រីបងប្អូនខ្ញុំសូមនិយាយបន្តិចទីសាចេះហើយពេលមួយម៉ែគាត់ថាចេះម៉ែគាត់នៅខ្មែរណាបានតាក់ទងទៅថាកូនអើយផល្លាកូនថាកើតយកប្តីនៅអូស្ត្រាលីដូចមីងខ្លួនឯងទៅមីងខ្លួនឯងស្រួលណាបានប្តីអូស្ត្រាលីទៅខ្មែរម្ដងសុបាយហឺហាមកដល់ស្រុកខ្មែរមានអ្នកគឺចាំទទួល2-3ឡានអីចឹងទៅការងារក៏ល្អអញ្ចឹងណាហើយតទៅអញ្ចឹងទៅធម្មតាបងផល្លាគាត់មិនចង់ឲ្យប្រាប់ម្ដាយគាត់ថាគាត់ជាមកចិញ្ចឹមជ្រូកទេយើងចេញតាំងពីស្រុកខ្មែរឆ្លងប្រទេស2-3ប្រទេសណាមកដល់ស្រុកគេមកចិញ្ចឹមជ្រូកទៀតហើយយើងនិយាយថាអញ្ចឹងវាខ្លាចម៉ែអន់ចិត្តអញ្ចឹងគាត់ក៏មានប្រាប់ម៉ែដែរថាការងារគាត់ល្អម៉ែអើយស្រួលនេះវាមិនដូចការងារនៅស្រុកយើងទេវានៅហាក្តៅនេះត្រជាក់រហូតហ្នឹងហើយchứយើងមានអីក្តៅមកពីណាបើយើងចិញ្ចឹមជ្រូកនៅក្រុមណាម្លប់ហ្នឹងចឹងរ៉ាតអីទេអញ្ចឹងប្រហែលជាមួយឆ្នាំហ្នឹងមីងគាត់ក៏បានបដូរការងារណាបងប្អូនការងារគឺចូលក្រោយក៏ការងារល្អរបស់គាត់ដោយសារតែគាត់ចេះភាសាបន្តិចនៅជាមួយភាសាហ្នឹងរាល់ថ្ងៃណាបងប្អូនអញ្ចឹងមិនបាច់យើងនេះក៏អាចដឹងខ្លះទៅហើយអ្នកមិនមែនថានៅតែខ្មែរយើងម្នាក់ឯងណាមានជនជាតិអូស្ត្រាលីហ្នឹងគេច្រើនគេនៅជាមួយគ្នាអញ្ចឹងណាអញ្ចឹងគាត់ក៏ចេះភាសាហ្នឹងក៏ច្រើនដែរអញ្ចឹងគាត់ក៏ដូរការងារអាចមកសមត្ថភាពគាត់ធ្វើបានគឺនៅក្នុងម៉ាតមួយកន្លែងនៅធ្វើការម៉ាតហ្នឹងគាត់ក៏របៀបថាគាត់ចេះភាសាទៅគាត់ក៏របៀបថាអាចមកលុតដំបានណាបងប្អូនមកអាចធ្វើបានណាអញ្ចឹងគាត់ក៏ចូលម៉ាតហ្នឹងក៏ធ្វើទៅការតស៊ូរបស់គាត់ហើយនឹងការព្យាយាមរបស់គាត់ក៏វាល្អហើយក៏វាល្អអាចឲ្យគាត់ឡើងជាមេជាអីទៅហើយក៏ពេលដែលឡើងជាមេហ្នឹងគឺគាត់ក៏នៅបានជាយូរឆ្នាំដែរហើយក៏មានបរិសុទ្ធជនជាតិអូស្ត្រាលីស្រឡាញ់ដែរប៉ុន្តែគាត់អត់យកទេបងប្អូនអញ្ចឹងស្រីបងប្អូនដោយសារតែមិញគឺអ៊ីនធឺណិតវាអូលទីក៏ដាច់ទៅណាបងប្អូនអញ្ចឹងតែយើងតវិញអញ្ចឹងបងផល្លាហ្នឹងគាត់ក៏បានធ្វើការនៅម៉ាតហ្នឹងហើយនៅពេលដែលធ្វើដល់ម៉ាតហ្នឹងគាត់ក៏ឡើងមេឡើងអីទៅក៏ធម្មតាបងប្អូនមេពីថាមេវាមិនក៏ស្រួលដែរបងប្អូនមេសម្ពាធច្រើនណាយើងដឹងស្រាប់ថាទៅការនៅកន្លែងណាទេហើយខ្ញុំសូមចូលសាច់រឿងរៀងការងារបន្តិចណាការងារម្ដាយប្រកបឬក៏បងប្អូនគាត់នៅស្រុកនៅខ្មែរណាគាត់ថាលើថាបងផល្លាបានមេហើយនៅអូស្ត្រាលីណាចឹងមានថាមេនៅស្រុកគេប្រហែលជាខ្លាំងអីចឹងទៅប្រហែលជាអ្នកមានទេមើលទៅអញ្ចឹងលុយក៏សល់ច្រើនដែរហើយលុយកាក់ក៏គាត់ថាវាមិនអត់ទេវាអាចប៉ុន្តែគាត់ថាសម្ពាធមែនទែនការងាររបស់គេនោះគឺតឹងរឹងបងប្អូនតឹងរឹងហើយជាពិសេសយើងអត់មានសញ្ញាបត្រទៀតហើយចំណេះដឹងគឺយើងចេះពីការតស៊ូនឹងការងារទេប៉ុន្តែវាល្អមួយយ៉ាងប៉ុន្តែគាត់ថាគាត់អន់ត្រង់ថាគាត់អត់មានសញ្ញាបត្រអញ្ចឹងដោយសារតែធ្វើការនៅកន្លែងម៉ាតហ្នឹងគឺពីមានសម្ពាធច្រើនហើយក៏គាត់ពិបាកបងប្អូនពិបាកហត់ទៅគាត់ក៏សម្រេចថាទៅនៅខ្មែរវិញគាត់ចាប់ទៅគាត់បានបទពិសោធន៍មួយនេះនៅអូស្ត្រាលីដូចជា 5-6 ឆ្នាំណាអញ្ចឹងគាត់ក៏ទៅផ្ទះវិញលក្ខណៈមិនទៅផ្ទះពេលហ្នឹងគឺអំឡុងពេលហ្នឹងគឺគាត់មានគម្រោងថាចង់ទៅផ្ទះវិញឬក៏ចង់បើកកន្លែងរកស៊ីមួយកន្លែងនៅខេត្តកំពតហ្នឹងឯងគាត់នឹងបន្តសារឈូកបងប្អូនហើយផ្ទះគាត់បានប្រាប់តែគាត់ថាតែគាត់ឥឡូវគឺអ្នកលក់បាយនៅក្បែរផ្សារឈូកណាបងផល្លាណាប៉ុន្តែខ្ញុំអត់បានសួរឈ្មោះហាងរបស់គាត់ទេអញ្ចឹងពេលដែលគម្រោងអញ្ចឹងលេងស្រាប់តែមានបរិសម្នាក់វ័យក្មេងណាបរិសវ័យក្មេងអានឹងអាចជាពូប្រេងរបស់គាត់ក៏ថាបានហ្នឹងហើយគាត់ថាអាក្មេងម្នាក់ហ្នឹងពេលដែលគាត់មុននឹងឡើងមកយន្តហោះគាត់នៅខ្មែរណាលក្ខណៈដូចគាត់កាលនៅខ្មែរគាត់អាយុ18ឆ្នាំឬក៏19-20ហ្នឹងហើយអាក្មេងវាទៅតែអាយុ5ឆ្នាំប៉ុន្តែកាលនៅខ្មែរតូចហ្នឹងគាត់ថាពីរហ្នឹងគឺអត់ត្រូវគ្នាទេលក្ខណៈឃើញមុខគ្នាសឹងហក់កាប់គ្នាសឹងតែហក់ដើរអញ្ចឹងណាគឺអត់ត្រូវគ្នាទេពីរហ្នឹងអត់ត្រូវគ្នាប្រហែលណាជាលក្ខណៈទៀតអត់ត្រូវគ្នាអញ្ចឹងដល់ពេលដែល
មានកម្រងទៅខ្មែរវិញស្រាប់តែម្ដាយខាងប្អូននេះគាត់ថាបើសិនជាបងវិញផល្លាមកវិញគាត់នឹងចង់ចូលទៅដឹងប៊ុនធឿននឹងឲ្យទៅយកបងផល្លាហ្នឹងអញ្ចឹងបានន័យថាអើយបងផល្លាគាត់អាយុ30ជាងហើយប៊ុនធឿនគាត់អាយុ19ហ្នឹងឯង19 20ហ្នឹងកបាក់ហ្នឹងអញ្ចឹងវាអាចនិយាយបានថាគាត់ក្មេងតែខាងស្រីគាត់រៀងចំណាស់ជាចំណាស់ប៉ុន្តែគាត់ថាគាត់នៅស្រុកគេគាត់សាច់បើគាត់ភ្លឺថ្លាអីចឹងបងប្អូនគាត់អាចនិយាយថាគាត់មើលទៅយើងស្អាតតាក់ទាញអីចឹងណាអញ្ចឹងឡងបានប្រហែលជា6ខែបងផល្លាគាត់ក៏ចេញដំណើរទៅស្រុកខ្មែរវិញហើយបងផល្លាគាត់និយាយទៅគឺគាត់ដូចអស់និស័យជាមួយនៅស្រុកអូស្ត្រាលីណាបើតាមមើលទៅដូចគាត់ថាបើសិនជាគាត់ចង់បន្តប៉ាសពតគាត់ក៏បានដែរប៉ុន្តែគាត់អត់តទេដោយសារតែគាត់នឹកឃើញថាចង់ទៅនៅស្រុកខ្មែរអាជីវកម្មមួយដែលអាចយើងធ្វើណាចឹងក៏វាគ្រាន់បើជើងនៅស្រុកគេដែរស្រុកគេគាត់ថាវាពិបាកមានបងប្អូនឯងមានមីងមួយមីងនៅស្រុកគេក៏មិនសូវស្គាល់គេប្រហែលដែរបងប្អូនស្គាល់តែអ្នកជាប់ដំបងផ្ទះណាកែពេលហ្នឹងគឺអត់ទេហើយតាណាតណៃអីគេហិងពិបាកអញ្ចឹងបងផល្លាហ្នឹងគាត់ក៏មកខ្មែរវិញមកនៅខ្មែរបានប្រហែល1ខែដោយសារតែបងផល្លាគាត់បើសិនជានិយាយឲ្យចប់ណាគាត់ចង់បានប្តីដែរពេលសួរទៅដឹងស្រាប់ហើយបងប្អូនដូចជាមកបញ្ជាក់ពីក្បាលវីដេអូអញ្ចឹងបងផល្លាគាត់ជាមនុស្សម្នាក់ដែលអាចនិយាយលេងសើចច្រើនហើយចូលចិត្តញាស់ក្មេងណាបើញាស់មិនបានយំគឺមិនអស់ចិត្តហ្មងអញ្ចឹងណាអញ្ចឹងគាត់ក៏ថាម៉ែខ្ញុំមកពីអូស្ត្រាលីហ៎មួយខែជឿម៉ែចង់រកប្តីមួយម៉ែដោយសារតែឥឡូវដូចអាយុច្រើនហើយម៉ែអីចឹងណាម៉ែគាត់ក៏ដំបូងស្មានថាបងផល្លានេះគាត់និយាយលេងសើចប៉ុន្តែមែនគាត់ថាអត់ទេមែនទេម៉ែខ្ញុំនិយាយមែនតើណាខ្ញុំចង់បានប្តីមែនណាម៉ែណាគេយកមានណាចង់យកខ្ញុំអត់ទេកើតលើឲ្យខ្ញុំហ្មងអូតទៅពេលចឹងទៅម៉ែរបស់គាត់ក៏និយាយត្រង់ដែរអូអាផល្លាខ្លួនឯងពីណាគេយកខ្លួនឯងបើសិនជាខ្លួនឯងនិយាយលេងសើចក៏ច្រើនបើសិននិយាយដូចតែវាថាដូចខ្លួនឯងកមុំណាប៉ុន្តែនិយាយមកលក្ខណៈដូចជាអ្នកមានប្តី 4-5 អញ្ចឹងអញ្ចឹងណាប៉ុន្តែគាត់មនុស្សអញ្ចឹងគាត់ថាលក្ខណៈថាគាត់និយាយលេងសើចបងប្អូនគាត់លេងសើចច្រើនតពេលអញ្ចឹងទៅឥឡូវម៉ែសាក់សួរនៅពូមួយនៅក្បែរផ្ទះយើងហ៎តែគាត់កំឡោះចាណាឈ្មោះថាពូមឿនគាត់ជាអ្នកដែលចូលចិត្តជួសេអញ្ចឹងបងប្អូនជួសេអត្រាទ័រឥឡូវអត្រាទ័រណាពីមុនគាត់ជួតាគោពីរហ្នឹងដើមជួគេយកលុយឲ្យប្រកែរកលុយមែនតើបងប្អូនបរោះម្នាក់ហ្នឹងណាចឹងក៏សាក់សួរម៉ែព្រោះសារធម្មតានៅស្រុកតែធ្វើចការអញ្ចឹងកម្លាំងគាត់មកដៀងអញ្ចឹងដូចអេដមែនអញ្ចឹងណាអញ្ចឹងគាត់ថាជួបែបហ្នឹងម៉ែហើយដល់ពេលម៉ែថាអីមើលមីផល្លាវានិយាយមានដេញឲ្យឯងទៅសួរប្តីឲ្យវាអានេះវាមិនប្តីមករកប្រពន្ធទៅជាប្រពន្ធរកប្តីវិញគេថាកូនកុំធ្វើចឹងកូនកំដរថ្នាក់ហ្នឹងតបទៅចឹងទៅម៉ែគាត់ក៏និយាយលួងកូនថាកំដរហ្នឹងពេកប៉ុន្តែស្ងាត់គាត់ក៏លវិហាត់ឌីជួយសັບផ្សាយរបស់គាត់ណាការសັບផ្សាយហើយម៉ែគាត់ថាដើរទៅក្នុងភូមិខាងនោះកើតគាត់មានកូនកំមុំមួយទៅមកពីអូស្ត្រាលីសល់លុយប៉ុណ្ណេះអញ្ចឹងណាឥឡូវវាចង់បានប្តីចាំប្តីមករយូរពេកឥឡូវគាត់ចង់បានប្តីគាត់ដល់ពេលចឹងសួរទៅគ្មានដំណើរហ៊ានទេដោយសារតែឃើញមុខគាត់រៀងកាចប៉ុន្តែគាត់ខ្ជូតហើយគាត់និយាយលេងសើចច្រើនណាហើយដល់ពេលចឹងទៅគេក៏ហ៊ានហើយណាមួយគេគាត់ថាប្រហែលជាបងផល្លាគាត់ទៅមកពីស្រុកក្រៅអញ្ចឹងបើសិនជាគេចូលទៅដឹងក៏យកលុយច្រើនដែរតែបណ្ដាការក៏ច្រើនដែរប៉ុន្តែគាត់គាត់ថាគាត់យកទេយកបន្តិចដល់ពេលចឹងសួរសັບផ្សាយពីណាខ្ញុំយកណាមយកតែតាខ្ញុំសុំហៅក្មេងណាឬក៏បងបន្ទឿនឬក៏ហៅក្មេងឲ្យគាត់ស្ដាប់ពេកអូនបន្ទឿននេះអូនបន្ទឿនហ្នឹងក៏ម៉ែខ្ញុំឃើញដូចជាតែបតចែផល្លាគាត់មកពីអូស្ត្រាលីវិញស្អាតណាអាពេលនេះគឺម្ដាយបងនិយាយគាត់បងបន្ទឿនគាត់និយាយពីម្ដាយរបស់គាត់ណាម៉ែខ្ញុំទើបតែឃើញទៅចែផល្លាគាត់ស្អាតម៉ែពីមុននឹងចេញទៅនៅខ្មែរក៏មុនសោះនៅខ្មៅកញ្ញេះសក់កញ្ញាញ់ទៀបកញ្ញាច់អីចឹងណាតឥឡូវមកពីអូស្ត្រាលីវិញម៉ែបានឃើញគាត់នៅស្អាតណាម៉ែ
គាត់ស្អាតមែនតើហ្មងមើលទៅមុខឡើងក៏ប្លង់សាច់ឡើងក៏ភើអញ្ចឹងណាអញ្ចឹងហើយម៉ែបងបន្ទឿនគាត់ថាហីអានេះវាទើបតែចប់រៀនទី12ឥឡូវវាមកមើលឃើញចាយផល្លាណាស្អាតអាណាទៀតណាមិនចាយស្រឡាញ់គេអីចឹងណាដល់ពេលចឹងទៅហីបើម៉ែទៅដឹងឲ្យយកតាម៉ែគាត់ថាហីអានេះទើបតែរៀនចប់មិនតាន់រកអញបាន100ផងឥឡូវចង់បានប្រពន្ធគាត់តែពេលចឹងហើយគាត់និយាយលេងសើចទេដល់ពេលចឹងទៅគាត់ក៏បានដើរទៅផ្ទះបងផល្លាហ្នឹងដែលគាត់អត់បានដឹងថាបងផល្លាមកពីអូស្ត្រាលីទេអត់ដឹងទេលឺនិយាយថាមកប៉ុន្តែដឹងមកដល់នៅទេដល់ពេលហ្នឹងគាត់គូម្ដងរបស់គាត់ពេលហ្នឹងទៅសុំគូលលឹកខៃហើយនឹងទឹកបាសសុំផ្ទះម្ដាយបងផល្លាហ្នឹងតែពេលដែលទៅហ្នឹងស្រាប់ពេលទៅក៏ឃើញបងផល្លាគាត់កំពុងតែធ្វើម្ហូបនៅក្នុងចង្ក្រានបាយរបស់គាត់ហ្នឹងជាមួយម្ដាយរបស់គាត់ជួបជុំគ្រួសាររបស់គាត់ហ្នឹងគឺសវាយអកខឹកសើចជួបជុំគ្រួសារហើយជាពិសេសបងផល្លាគាត់នឹកម្ដាយគាត់បងប្អូនគាត់នឹកម្ដាយគាត់នឹកគ្រួសារគាត់គាត់មកពី2ថ្ងៃប៉ុន្តែគាត់មិនទៅដើរតាណាអ្នកស្រុកអ្នកភូមិឃើញមកទេលក្ខណៈថាគាត់នៅទៅផ្ទះអញ្ចឹងណាអញ្ចឹងអ្នកមីងគឺអ្នកមីងម៉ៃហើយជាម្ដាយបងបន្ទឿនហ្នឹងណាគាត់ថាអូអាផល្លាមកអញ្ចឹងបានជាអាបន្ទឿនវាទៅសារថាចាយផល្លាស្អាតណាម៉ែអើយសាច់ឡើងសខ្ចីសាច់ឡើងទលុកទលុនអីចឹងណាគាត់ថាចាយស្អាតណាពីមុននៅខ្មែរឡើងទៅទៀតពញ៉េសក់បញ្ញាញ់ទៀតពញាច់អីចឹងណាឥឡូវទៅជាចែងចាំងអីចឹងណាបងប្អូនអញ្ចឹងចាយផល្លាគាត់ថាអីប្រហែលជាបន្ទឿនស្រឡាញ់ខ្ញុំអីម៉ែមីងបន្ទឿនស្រឡាញ់ខ្ញុំមែនបើថាស្រឡាញ់ចូលទៅដល់មកតន់ខ្ញុំនៅតន់កំមុំតែតិចមានប្តីបាទឡើយតទៅចឹងទៅម្ដាយបងផល្លាគាត់ថាណែអាម៉ៃកើតបន្ទឿនយកផល្លាធ្វើប្តីយកធ្វើប្រពន្ធហ្មងនេះផល្លាឡើយវាទីអញយកប្តីឲ្យមើលអញបើចឹងមិនយល់ទេដល់ពេលចឹងមីងម៉ៃត្រូវជាម្ដាយបងបន្ទឿនហេនិយាយលេងនិយាយមែននេះកូនខ្ញុំមកសរសើរចាយផល្លាស្អាតកាលវានៅតូចវាខឹងតែឆ្លុះគ្នាតែមួយផល្លាសោះឥឡូវវាឃើញផល្លាស្អាតណាវាចង់រំអុកខ្ញុំរហូតនិយាយរហូតនេះមីងនិយាយលេងនិយាយមែនទៅពេលនិយាយទៅនិយាយមែនតាផល្លាវាទីឯងយកប្តីឯងមើលឲ្យជួយគិតមើលហើយពេលនេះគាត់និយាយសើចទៅដល់ពេលគាត់និយាយសើចអញ្ចឹងដឹងមិនទេបងប្អូនឪពុកបោះហើយបងតាណាថាកើតសាក់ពីរនាក់ហ្នឹងសាក់និយាយមកវិញលោតត្រូវគ្នាតើតែពេលហ្នឹងគាត់ក៏សាក់សួរបងប្អូនចាថាសួរទាំងសងខាងទាំងបងផល្លាហើយនិងបងបន្ទឿនពេលហ្នឹងដោយសារតែបងផល្លាគាត់ថាគាត់ស្រឡាញ់មិនថាស្រឡាញ់អាចនិយាយថាពេលហ្នឹងគឺគាត់មិនទាន់ហ៊ាននិយាយពាក្យថាស្រឡាញ់ទេប៉ុន្តែគាត់អាចនិយាយពាក្យហ្នឹងថាគាត់ចង់បានប្តីព្រោះសារគាត់វ័យយើងច្រើនដែរអញ្ចឹងណាហើយណាមួយដូចជាយើងទាវជើងថ្មិញដែរអញ្ចឹងណាតែអញ្ចឹងគាត់ក៏និយាយថងមិនសាក់ស៊ូគាត់មានអីមើលមិនដែរប៉ុនខ្ញុំមកអាចយកបានអត់និយាយគេហៅថាលេងបន្លំមែនណាបងប្អូនពេលអញ្ចឹងទៅមីងម៉ៃគាត់ក៏នឹកឃើញថាកូនគាត់បន្ទឿនហ្នឹងចង់បានប្រពន្ធដែរព្រោះសារវាតសើបងផល្លាស្អាតចាយផល្លាឥឡូវស្អាតជាងមុនឆ្ងាយពីមុនខ្មៅកញ្ញេះអញ្ចឹងទៅហើយមីងម៉ៃនេះគាត់ក៏នឹកឃើញថាចាយផល្លាបងផល្លាគាត់ទើបតែមកពីអូស្ត្រាលីទៀតអញ្ចឹងវាអាចសល់លុយសក់កាក់ដែរអញ្ចឹងណាអញ្ចឹងគាត់ក៏នឹកឃើញពេលហ្នឹងគាត់ក៏អត់ផ្ទះឡើងល្ងាចញ៉ាំបាយពេលល្ងាចណាគាត់ក៏សួរបងបន្ទឿនណែឯងចង់បានប្រពន្ធមែនទេឬក៏មិនហើយបើសិនជាចង់បានចាំម៉ែចូលទៅដឹងឲ្យហើយនៅពេលដែលម៉ែនិយាយចឹងហើយណាពួកគាត់ទាំងពីរហ្នឹងអត់ប្រហែលទេនិយាយគ្នាត្រូវគ្នាហើយបងប្អូនអត់យូរទេតែ6ខែគាត់ចូលរោងការតែម្ដងហើយរៀបការបងប្អូនហើយអ្នកស្រុកអ្នកភូមិសរសើរមែនតើសរសើរបងបន្ទឿនក៏ដូចជាចែកផល្លាណាចេះស្រឡាញ់គ្នាហើយនៅក្បែរផ្ទះណាបងប្អូនយកប្តីប្រពន្ធក្បែរផ្ទះល្អអញ្ចឹងណាបងប្អូនធ្លាប់ឮគេនិយាយថាយកចិត្តប្រសើរជាងឆ្ងាយណាអញ្ចឹងគាត់ក៏យកបងបន្ទឿនហ្នឹងឯង
នៅពេលដែលគាត់រៀបការហើយបងប្អូនថ្ងៃដែលគាត់រៀបការហើយពួកគាត់ទាំងពីរនេះគេហៅដូចឲ្យប្តីប្រពន្ធលក្ខណៈថាដូចជាគេហៅថាមិញក្មេងអញ្ចឹងបងប្អូនហើយជាពិសេសបងប្អូនណាគាត់ទៅយត់និយាយលេងសើចច្រើនអញ្ចឹងគាត់ញាស់ប្តីគាត់ដឹងមិនមកទេប្តីគាត់ថ្ងៃការតាំងពីថ្ងៃការព្រាមគាត់ថាដឹងមិនមកទេប្តីមានអៀងស្ដើងទូចអញ្ចឹងណាហើយក៏មកសូវមានសាច់មានឈាមអីទេលក្ខណៈថាដូចគាត់មិនសូវបាយបានអញ្ចឹងគាត់ថាចាប់អាប់ប្តីកើតអត់ទេដល់ទៅពេលបានមួយថ្ងៃពីរពួកគាត់ហ្នឹងក៏រៀងគេហៅថារៀងឆ្លាស់មុខឆ្លាស់មាត់ដែរអញ្ចឹងក៏គេហៅថាអើយរៀងមានកម្លាំងមានកំហែងអញ្ចឹងបើសាថ្ងៃការបងប្អូននឹងស្រាប់ហើយយើងអស់កម្លាំងរវល់ការងារច្រើនអញ្ចឹងណាហើយរៀបចំដូចជាកូនកំមុំកូនកន្លៃយូរទៅថ្ងៃការគឺរវល់មែនតើអញ្ចឹងរំលងអំពីថ្ងៃ3ថ្ងៃគាត់ក៏លក្ខណៈចង់ទៅដើរលេងតាមមាត់សមុទ្រអីចឹងណាពីអ្នកប្តីប្រពន្ធគាត់ហ្នឹងហើយប្តីគាត់ហ្នឹងគឺនិយាយទៅស្រឡាញ់យីខ្លួនបងប៉ុន្តែដល់មានថ្ងៃមួយគឺហាថ្ងៃទៅដើរលេងគឺថាទៅតែ2នាក់ទេប៉ុន្តែដល់ថាគេថាដាច់ចិត្តបានណាគ្រួសារនៅផ្ទះមកកណ្ដោនេះទៅដើរលេងតែ2នាក់មិនកើតអញ្ចឹងក៏ជួសាំចុងមកគ្រឿងសាំចុងមកគ្រឿងទៅដើរលេងទៅចុះ10នាក់ជាងណាហើយទៅដល់លេងកពតហ្នឹងក៏ជួទស្សនៈមួយគេបន្ទប់រៀងខ្លួនណាបងប្អូនមានគេរៀងខ្លួនអាចជួបន្ទប់លក្ខណៈថាដូច10 20នាក់ជាងប៉ុន្តែក្រែរៀងខ្លួនណាក្រែ2ក្រែ3ដេកណាមានប្រពន្ធដេកមើលប្តីប្រពន្ធគេទៅណាមានកូនចៅដេកហែងជួគេទៅអញ្ចឹងជប់ឡើងក៏គេហៅថាយើងហូបសបាយជប់ជុំបងប្អូនគ្រួសារអញ្ចឹងណាតែដល់ពេលយប់ឡើងប្រហែលជាម៉ោង11ណាបងប្អូនអញ្ចឹងគេទុកអត្តភាពឲ្យកូនកន្លោះកូនកំមុំគេទៅតែការឲ្យថ្មីថ្មោហ្នឹងគេសម្រាប់ពីអ្នកគ្នាគេទៅនៅពេលដែលគេសម្រាប់ហើយសម្រាប់យប់ឡើងណាអញ្ចឹងបងមន្ធាមធម្មតាគាត់ដូចជាលឺថាចែប៉ូឡាប្រពន្ធគាត់ហ្នឹងស៊ីវជើងថ្មិញយប់ឡើងគាត់ក៏ទៅមើលជើងថ្មិញហ្នឹងឯងតដល់ពេលហ្នឹងបងប្អូនពួកគាត់ទាំងពីរហ្នឹងលក្ខណៈគេថាអៀនគ្នាបងប្អូនជជែកគ្នាចុះឡើងហើយណាមួយអាចចិត្តខាងគេមកជុំគ្នាទៀតគាត់ថាសើចពេញនៅលើក្រែហ្នឹងឯងសើចតែមែនទេសុបាយណាបងប្អូនដល់ពេលលក្ខណៈគេហៅសំដំណេកអៀនគ្នាសើចណាចុងបងប្អូនអាពេលហ្នឹងគឺមានបងចរូនមួយបើគាត់ប្រកែប្រអាប់ទៀតយប់ឡើងនឹងសើចសឹងតែអាយ៉ាបន្ទប់សើចហើយរបៀបហាត់ដូចបងបន្ទឿនគាត់ទៅមើលថ្មិញឲ្យចែប៉ូឡាហ្នឹងប្រពន្ធរបស់គាត់ណាតែបច្ច័យដល់ពេលហ្នឹងគឺបងចរូនមួយរបស់គាត់វាទៅតន់អញ្ចឹងពេលហ្នឹងផ្អើលពេញទាំងតែម្ដងចឹងមកថាជីវិតគូរបស់គាត់ណាគេហៅថាពេលខ្លះមិនអាចទៅវាអាចដល់ពេលថ្ងៃហ្នឹងគាត់ថាអៀនគ្នារហូតរយៈពេល4-5 ខែបានបាត់អៀនណាបងប្អូនអៀនចំជាអៀនតែមែនតែហ្មងណាពួកគាត់ហ្នឹងហើយគាត់ថាជីវិតគាត់បើសិនជាធ្វើបែបហ្នឹងប៉ុន្តែសុបាយមួយយ៉ាងដែរអត់មានថាកើតទុកភាសាប្រពន្ធអៀនប្តីក៏អៀនអញ្ចឹងណាគាត់ថាមួយយ៉ាងដែរជីវិតគ្រួសាររបស់គាត់ណាហ្នឹងហើយអញ្ចឹងគាត់ចង់និយាយបទពិសោធន៍មួយចែកម្លែកបទពិសោធន៍មួយសម្រាប់ទៅកាន់បងប្អូនប្តីចាស់ប្តីក្មេងប្រពន្ធចាស់ប្រពន្ធក្មេងអីគឺអត់កែប្រកាន់ដែរសំខាន់ចេះលេងសើចមួយគ្នាការស្រឡាញ់ពិតប្រាកដចេះជួយយកអាសាគ្នាទៅវិញមកគឺជីវិតគ្រួសារគឺមានសុភមង្គលហើយមិនថាក្មេងប្តីអាយុតិចជាងប្រពន្ធថានៅគ្នាមិនបានទេគឺបានដូចគ្នាអញ្ចឹងសំខាន់លើសម័យខ្លួនថាយើងអាចទៅមុខឬក៏យកគូជាអនាគតបានគឺយើងមានសុភមង្គលបងប្អូនជាពិសេសគឺម៉ែក្មេងឲ្យក្មេងរៀងខ្លួននឹងគឺចេះជួយស្របគ្នាទៅវិញមកគឺយើងអាចរស់នៅជាមួយគ្នាបានយ៉ាងរីករាយមែនតើហើយប្រកបហ្នឹងគឺបងប្អូនតឡងគឺស្រួលមែនតើអ្នកចិត្តខាងជាប់គ្នាបងប្អូនជួយចិត្តគ្នាយកថ្លើមគ្នាទៅវិញមកអញ្ចឹងណាអញ្ចឹងគាត់ថាគ្រួសារប្រកបតាំងពីពេលហ្នឹងគឺកាន់តែសាសនាឲ្យល្អមែនតើនៅក្នុងគ្រួសារមកគាត់ឬក៏ខាងតឡងយើងខ្លួនក៏ដូចគ្នាគឺយកអាសាគ្នាទៅវិញមកគេថាបាយមួយចានយកនៅបន្តិចទៅចែកគ្នាហូបទៅគឺវាមានក្តីសុខមែនតើហើយស្អីឬក៏មានប៉ុណ្ណឹងដែរបងប្អូនចាំចែកកម្លែងបងប្អូនទៅកាន់ថ្ងៃនេះដោយសារតែ admin ដូចជារៀងរវល់បន្តិចហ្នឹងទៅវិញទៅមកមែនតើបងប្អូនដូចជាមិនសូវបានអង្គុយមកកន្លែងណាអញ្ចឹងវារវល់មែនតើបងប្អូនអញ្ចឹងអរគុណច្រើនមែនតើសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះអរគុណជួបគ្នាវីដេអូក្រោយបាយ